យើងកើតមកក្នុងត្រកូលអ្នកខ្វះខាតមិនមានទ្រព្យមិនមានលៀបយុះកុំបន្ទោសត្រកូលខ្លួនឯងត្រូវយល់ថាមកពីយើងខ្វះបុណ្យខ្វះសំណាងបានជាជាតិនេះយើងខ្វះខាតតែអ្នកមិនត្រូវអស់សង្ឃឹមទេព្រោះមនុស្សម្នាក់ដែលកើតមកមិនបានយកចំណេះវិជ្ជាឬក៏ទ្រព្យសម្បត្តិមាសប្រាក់មកតាមខ្លួនឡើយគឺពឹងទៅលើការប្រឹងប្រែងរៀនសូត្រឬកិច្ចការងារសុចរិតទៀងត្រង់កុំខ្ជិលច្រអូសកុំទម្រុនទើបយើងមានទ្រព្យសម្បត្តិនឹងគេកុំបន្ទោសខ្លួនឯងត្រូវឲ្យកម្លាំងចិត្តខ្លួនឯងជួយខ្លួនឯងប្រសើរជាងអ្នកដទៃជួយនៅលើលោកនេះវាមានតែប៉ុណ្ណឹងឯងម្ដងសោចម្ដងយំម្ដងសប្បាយម្ដងកើតទុក្ខយើងសាកសង្កេតមើលឃើញថាសេចក្តីទុក្ខវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុនព្រោះបើដូច្នោះយើងត្រូវប្រឈមមុខជាមួយនឹងវាឲ្យហើយទៅដោយការរៀនស្គាល់ពីសេចក្តីទុក្ខឲ្យសមខ្លួនបើសេចក្តីទុក្ខមកដល់ត្រូវចេះកែខៃឲ្យបានល្អឡើងកុំគិតថាទុក្ខមកហើយត្រូវយកចិត្តដែលការទុក្ខមកត្រួតលើទុក្ខឲ្យសោះព្រោះវាជាទម្ងន់មួយធ្វើឲ្យយើងលែងដឹងថាខ្លួនជារបស់អញទៀតហើយ